លោកសំសុភៀងកសិករក្នុងខេត្តត្បូងឃ្មុំត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួននៅថ្ងៃទី5មេសាឆ្នាំ2026ក្រោយលោកបានបង្ហោះសាររិះគន់លោកហ៊ុនសែនថាជាជនក្បត់ជាតិដែលលក់ទឹកដីទៅឲ្យប្រទេសថៃសារព័ត៌មានក្នុងស្រុកដែលមានទំនោរទៅខាងរដ្ឋាភិបាលបានចុះផ្សាយថាលោកសំសុភៀងបានជេរប្រមាថលោកហ៊ុនសែនយ៉ាងធ្ងន់ធ្ងរតាមការចុះផ្សាយនោះអាវុធហត្ថបាននាំខ្លួនបុរសកសិករខាងលើទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់គួរជ្រាបថាលោកសំសុភៀងជាមនុស្សបន្ទាប់ពីព្រះសង្ឃនៅខេត្តបាត់ដំបងនិងកម្មការនីរោងចក្រម្នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយរិះគន់រដ្ឋាភិបាលជុំវិញការដោះស្រាយបញ្ហាព្រំដែនជាមួយថៃកាលពីថ្ងៃទី6មេសាម្សិលមិញអង្គការសិទ្ធិមនុស្សក្នុងស្រុកបានបង្ហាញក្តីបារម្ភទៅលើការបន្តរដ្ឋបិទសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិនៅកម្ពុជានិងថាកំណើននៃការចាប់ខ្លួនអ្នករិះគន់រឿងព្រំដែនបានកើនឡើងជាបន្តបន្ទាប់របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូបង្ហាញថាមានពលរដ្ឋយ៉ាងតិច30នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងខែកក្កដាឆ្នាំ2025រហូតដល់ខែកុម្ភៈឆ្នាំ2026ក្រោយបង្ហោះសាររិះគន់ក្នុងបញ្ហាព្រំដែនដ៏ចម្រូងចម្រាសអ្នកទាំងនោះរួមមានសកម្មជនសមាជិកបកប្រឆាំងនិងអ្នកកាសែតដែលភាគច្រើនរងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។